លើយើងបន្តមេរៀនយើងទៅទៀតណាអញ្ចឹងពាក់ព័ន្ធកាលពីថ្ងៃម្សិលមិញយើងសិក្សាទៅលើកិរិយាសព្ទ verb to be ណាក្នុងសភៅយើងកូនចាស់កុំតន់ថាលោកគ្រូរៀនយូរដល់មើលទៅអត់ទេតែចេះអ្វីដែលតាក់ទងទៅលើ verb to be ហ្នឹងកូនចាស់ចេះហ្នឹងកូនចាស់មកធ្វើលំហាត់ចេះស្រួលទេ easy ហ្មង take easy ហ្មងស្រួលហ្មងដូចបកជែកគេហៅថា take គេភាសាអង់គ្លេសហ្មងផ្លេចបាត់ហើយស្រួលដូចបកជែកចាំ clear ហ្នឹងអញ្ចឹងកូនចាស់ពេលដែលកូនចាស់ចេះទៅលើវេយ្យាករណ៍នេះក្បួនវេយ្យាករណ៍នឹងផ្សេងកូនចាស់មុនទៅសិក្សាហ្នឹងកូនចាស់ស្រួលទេណាមិនបាក់ទេឥឡូវយើងសភៅហ្នឹងខ្ញុំណាវេយ្យាករណ៍ភៅខ្ញុំណាហ្នឹងធ្វើបានច្រើនតែខ្ញុំណាអត់ធ្លាក់ឲ្យទេភាសាយើងនៅ edit បន្ថែមកណាថៅឌីគាត់ធ្លាប់រៀនមួយខ្ញុំណាហ្នឹងយូរដែរគាត់ចេះបានច្រើនថៅឌីរៀនកាលហ្នឹងបរៀនអញ្ចឹងយើងវេយ្យាករណ៍ហ្នឹងវារៀងស្មុគស្មាញប៉ុន្តែបើយើងចេះវាស្រួលក្នុងការដែលយើង complete the sentences in English អង់គ្លេសយើងអាចធ្វើម៉េចខ្ញុំឱកាសទៀតអូខេតើចង់ឲ្យteacher ជួយ comment កន្លែងដែលបើសិស្សគាត់អានដូចវាថាឈើដាក់លំហាត់មកហើយគាត់អានកន្លែងចំណុចណាអញ្ចឹងចង់ឲ្យឈើចូលទៅស្ដាប់អីឈើកន្លែងណាដែលខាងកណាខាងបងប្អូនគាត់អានអីអត់ចេះកន្លែងដូចវាថាអានវាអត់ត្រូវកន្លែងហ្នឹងសូមឲ្យឈើចំណាំកន្លែងហ្នឹងជុំប្រាប់ផងណាយើង recommend ថ្ងៃមុនដូច recommend ឲ្យចាំលោកចាស់ដែរអត់អាចថាត្រូវទាំងអស់ហើយការចម្លែងហ្នឹងវាអត់ត្រូវតាំងសំនៀងរបស់វាឈើត្រូវអត់អីទេណាយើងអត់ត្រូវហើយព្រោះយើងត្រូវ recommend មែនទេយើងផ្ដល់ជាអនុសាសន៍ឲ្យណាយើងប្រាប់អត់អីទេចាំណាជួយស្ដាប់ដែរយើងចូលខ្ញុំណាមិនមែនអត់ស្ដាប់ណាឃើញថាគ្នាយើងអានត្រូវច្រើនពាក់ព័ន្ធនឹងដោយសារទី1យើងចេះប្រើវចនានុក្រមកណាកាលណាយើងចេះប្រើវចនានុក្រមយើងសិក្សាទៅលើអា phonetic នឹងទៀតអា IPA នឹងយើងថាអីតាមហើយមួយទៀតយើងត្រូវការអានរៀនអីក៏ដោយត្រូវការអានកណាត្រូវការអានកូនចាស់អត់អាចរៀនជាមួយកណានេះគ្រប់គ្រាន់ទេ1ម៉ោងមិនគ្រប់ទេកណារៀនជាមួយកណា1ម៉ោងកូនចាស់ទៅរៀនខ្លួនឯង3ម៉ោងបានខ្លាំងនឹងទៅរួចកណារៀនចឹងសម្បីកណាបរៀនលោកចាស់ហើយរាល់ថ្ងៃនៅមើលវចនានុក្រមជាភាសាអង់គ្លេសរាល់ថ្ងៃមើលកណា2000ទំព័រជាងអង្គុយមើលកូនចាស់ទៅចប់បាញ់មើលកណាតន់ខ្លាំងទៅយើងមិនថាឲ្យចេះចាំទេអត់ទេគេអត់ធ្វើអញ្ចឹងទេគាត់ថាអ្វីដែលយើងមើលហ្នឹងគឺយើងយល់អញ្ចឹងកណានឹង recommend ឲ្យកូនចាស់មុនទៅមើលអញ្ចឹងសូម check មើលលំហាត់យើងបន្តិចណាអ្នកណាដែលបានធ្វើកាលពីម្សិលមិញតម្លាក់ឲ្យណាអញ្ចឹងទី1មានកូនសិស្សដែលគាត់តម្លាក់ឲ្យកូនចាស់តម្លាក់ឲ្យម្សិលមិញខ្ញុំណា check មើលសិនណានេះយើងពីសមេញអាហ្នឹងគឺតាក់ទង clear ហ្នឹងពាក្យណាសពេចសពិលសួរមកណាសួរណាគ្នាយើងសួរកុំឲ្យនេះសល់មិញណាយើងខ្ញុំណា check មើលព្រោះយើង check មើលហ្មងស្រួលណាដាក់មកកុំខ្មាស់អៀនអីព្រោះយើងតម្លាក់ឲ្យទី1គឺមានកូន sorry នេះនៅក្នុងនេះអត់បានមើលគ្រប់អាសាយហ្នឹងកណាសុំ check មើលសិនលំហាត់ check មើលហ្មងតែកូនចាស់រៀនរួចហើយខ្ញុំណានឹងបញ្ចប់វគ្គខ្ញុំណាឲ្យប្រមូលអ្វីដែលកូនចាស់រៀនទាំងអស់ហ្នឹងធ្វើជាសភៅមួយមកត្រៀមយល់ទេអ្វីដែលកូនចាស់រៀនរួចតោះអូខេសុំមើលបន្តិចអ្នកដែលធ្វើហើយដូចជាមានកូនចាស់ណាខ្លះធ្វើហើយសូដលីសមុនបងណាអូខេ positive form ណាpositive form នេះដាក់អីផងណា form មកតម្រងនេះឃើញកណាសូឃើញអត់ណែឃើញណែ positive form នេះយើងដាក់អីផងដោយសារតម្រងវាច្រើនអញ្ចឹងកាលណានាមភាសាអង់គ្លេសកាលណាភូវចនៈគេដាក់អីហើយប៉ុន្តែបើឃើញគេដាក់នៅកិរិយាសព្ទអាហ្នឹងមានន័យផ្សេងទៀតអត់តនិយាយទេភាសាគេប្រើមួយប្រោះទី3អាហ្នឹងខ្ញុំណាអត់បញ្យល់ទេចាំមេរៀនណាដែលដល់ខ្ញុំណានឹងបញ្យល់អញ្ចឹងគាត់នេះឃើញ
ចឹងអានេះគឺសុទ្ធតែគាត់ប្រើតែតង verb to be ណាមិនដឹងថាយើងយកមកពីអ៊ីនធឺណិតយកមកពីណាខ្ញុំណាអត់ដឹងទេពេលបើតាមដូចខ្ញុំកណាវាតម្លៃ assessment ទៅប្រកាសជាយើងមិនមែនអត់មើលគេទេមិនមែនអត់មើលគេខ្លះទេធានា 100% តែពេលខ្ញុំណាថាប៉ុន្តែអ្វីសំខាន់ដែលយើងបានទៅសេប៉ុណ្ណឹងក៏វាអស្ចារ្យដែរយូរទៅលើក្រោយយើង make concept ខ្លួនយើងទៅបង្កើតជាគំនិតមកអញ្ចឹងមើលយើងមើលរបស់គាត់ទៅសេនេះណា I am a student ណា student ណាហ្នឹងគាត់សេមកនេះហូហែអូខេហើយយើងមុនមើលអញ្ជើញមើលទាំងអស់គ្នាណា He is a teacher we are friend it is okay ធម្មតា negative form ណាអញ្ចឹងយើងមើលមកចំណុចណាដែលខ្វះខាតខ្ញុំណាប្រាប់ហើយនេះគឺ negative form អា form នេះដាក់ S ផងណាកូនសិស្សសុទ្ធលីនណាអូខេសុទ្ធលីនកាលណាគុណចាស់ត្រូវពេលដែលដើមប្រយោគគុណចាស់ត្រូវទៅសេអក្សរធំនេះដែលគេហៅថា capital letter នេះ R អញ្ចឹងសេធំណាកុំសេតូចអញ្ចឹងឃើញគាត់ទៅសេធំទាំងអស់អញ្ចឹងមានន័យថាគាត់សេត្រូវច្រើនហើយយើងមើលណានាមជាពហុវចនៈត្រូវដាក់ S ណា we are not from China អូខេ good China គឺប្រទេសចិនត្រូវណា question form ដូចគ្នាដាក់ form so you add S to are they student នេះមាន S ទេគ្នាយើងបាទនេះយើង student មានណាមានណាមែនណាហ្នឹងអញ្ចឹងយើងប្រមួយបើជាកវាតតែយើងផ្ចិតផ្ចង់តិចគុណចាស់កាលណាផ្ចិតផ្ចង់តិចតែអត់អីទេប៉ុន្តែវាខុសត្រូវយ៉ាងណាខ្ញុំណែគិតថាវាល្អហើយយើងអាចធ្វើបានណាវាងាយទេកាលណាអូខេហ្នឹង check មើលមួយថៅ D ណាមើលថៅ D homework ពាក្យ homework ហ្នឹងសុំមើលតែតង homework នេះយើងកុំទៅសេដក clear ពាក្យ homework គឺទៅសេជាប់គ្នានេះចុង check មើលតិចយល់ទេឃើញគ្នាយើងខ្លះទៅសេ homework សេនេះអូខេ homework ណា homework គេសេចេះគេសេជាប់គ្នាណាពាក្យនេះវាតែមួយទេយល់ទេពាក្យហ្នឹងតែមួយនេះ homework នេះវាជានាមដូចគ្នាទេណា homework នេះអញ្ចឹងទៅសេកុំសេដក clear ចឹងគ្នាយើងគេប្រាប់ work that teacher give dear students to do at home មានន័យថាគឺជាកិច្ចការងារទាំងឡាយណាដែលគ្រូគាត់ប្រគល់ឬក៏ឲ្យសិស្សរបស់គ្រូហ្នឹងគឺធ្វើនៅឯផ្ទះឬក៏ធ្វើនៅកុដិយល់ទេអានេះគេបញ្យល់ហ្នឹងណាចឹងខ្ញុំមុនមើលទាំងតោពាក្យហ្នឹងឃើញគ្នាយើងខ្លះយើងទៅសេ homework ហ្នឹងសេវាដក clear ចឹងខុសហើយចឹងអត់ទេ positive form ដូចគ្នាណាថៅ D ណាកូនសិស្សថៅ D ដាក់ S ផងណាយល់ទេហ្នឹងហើយអញ្ចឹងយើងមើលកាយហើយមួយទៀតគ្នាយើងដាក់ខែឆ្នាំផងណានេះដាក់ចេះដូចបោះគាត់មកសេមក17 to 18 ណា 18 December and 20 and 2025 មានន័យថា2000ណា2000ណា2025ឆ្នាំ2025 we are okay check មើលមកអូខេគឺដាក់មើលកន្លែងណាគ្នាយើងមើលមួយពេលខ្លះយើងអ្នកខ្លះមិនមែនអត់ចេះទេគាត់ចេះតែអូខេគឺអូខេ so again នេះ Buddhist monk right អូខេ Buddhist monk ត្រូវតើតងពាក្យ Buddhist monk នេះយើងអាចដាក់ធំក៏បានដែរណាពាក្យ Buddhist monk នេះអ្នក Buddhist ហ្នឹងមិនមែនទេថាប្រសង់ណាពិខុសង្ឃយល់ទេណាពាក្យហ្នឹងណាអញ្ចឹងគឺមើល check គុណសិស្សថៅ D គុណចាស់ថ្ងៃនេះយើង check homework បន្តិចទៅកុំឲ្យនេះ homework សេជាប់គ្នាមកមិនសេជាប់គ្នាអូខេ space គេអូខេហើយភាសាអង់គ្លេសគុណចាស់ត្រូវទៅសេ full stop ផងណាចុចនេះ full stop ស្គាល់ full stop ដែរគ្នាយើងស្គាល់ full stop អត់ស្គាល់ឆើមានន័យថាម៉េចខ្មែរយើងថាម៉េចន័យថាខណ្ឌសម្រាប់បញ្ចប់ណាខណ្ឌណាខ្មែរយើងហៅថាខណ្ឌបញ្ចប់យល់ទេហ្នឹងហើយដាក់ខណ្ឌវាផងអញ្ចឹងមុនដាក់ខណ្ឌផងកុំទៅសេទៅយើងអត់ខណ្ឌទេគុណចាស់ណាអូខេយើងមើល VR friend it អូខេ good sorry អញ្ចឹងណា check មើលហ្មង check មើល negative question អូខេនេះstudent នេះសេខុសនេះណាកែកន្លែងហ្នឹងផងណាគុណចាស់
សុភាណាអញ្ចឹងណាកន្លែងនេះណាអីគេនេះដាក់ cocker កន្លែងនេះ cocker ណាដោយសារនេះវាជានាមណាមិនមែន cook ទេ cook វាជាកិរិយាសព្ទយល់ទេអញ្ចឹងកែមកណា is she a cooker មិន is she a cook ទេណាដោយសារ cook នោះវាជាកិរិយាសព្ទអញ្ចឹងច្រើននឹងនាមត្រូវអេទាំងអស់មែនច្រើនអាហ្នឹងនាមពហុវចនៈយើងដាក់អេនេះអានេះវាឯកវចនៈតែប៉ុន្តែនេះលោកទៅសេនេះលោកទៅសេខុកខុកហ្នឹងកិរិយាសព្ទប្រែចំអិនអានេះអត់អីគេអត់យកកិរិយាសព្ទហ្នឹងទេដោយសារកិរិយាសព្ទហ្នឹងគឺយើងប្រើកិរិយាសព្ទ be ហើយយល់ទេណាហ្នឹងហើយអញ្ចឹងយើងដាក់ cooker មកបន្ថែម cooker តែអា cooker នោះអត់អីទេដោយសារនេះយើងប្រើជាមួយនឹងណាពហុវចនៈហើយសំទោសឯកវចនៈណាបរោះទី3ដែលជាឯកវចនៈ he she it ហ្នឹងដែរភាសាអង់គ្លេសថា third person singular no add s noun អត់ add s ទៅលើនាមទេអូខេដូចគ្នា you are single អូខេ single នេះវាជាគុណនាមអញ្ចឹងអត់ខ្វល់ទេអាហ្នឹងមាន function របស់វាគុណចា are we on អូខេអូខេតោះអញ្ចឹង check មើលទាំងអស់នេះយើងណាបងណាគេរត់រឿនណាតែញោមខាងអូខេយើងគ្នាយើងមុនមើលណាមើលយើងអូខេ it's very today it is very you are late for class today អូខេ good ឃើញយើងទៅសេអញ្ចឹងគុណចាស់រៀននិយាយកុំទៅសេឲ្យអត់ចេះនិយាយចាត់ទៅសេឲ្យឃើញទៅយួរ copy ពីគេទៅស្រាប់តែទៅលើក្រោយចង់និយាយថាពួកយើងយឺតពួកយើងអីយួរអាហ្នឹងមកនិយាយហ្នឹងយល់ទេអានោះភាសានិយាយតែមិនមែនទៅសេឲ្យទៅក្តាស់ឲ្យលោកគ្រូទេណាលោកគ្រូគាត់ check មើលទេតែសំខាន់ណាyou to practice so the most important for you you need a practice when you make a sentence especially and positive forms and negative forms and the question form ណាអញ្ចឹងណាយើងត្រូវមើលអញ្ចឹងតោះឥឡូវ check មើលអស់មកអូខេនេះកណា check មើលទ្រូនេះយើងអាចដាក់អញ្ចឹងក៏បានដែរណា positive sentence ក៏បានដែរយើងអត់នេះ homework របស់យើងនេះគឺនេះបោះឲ្យបងដុល្លារអញ្ចឹងអត់ទៅសេដក clear ទេណាកុំ space no space ព្រោះពាក្យនេះតែមួយទេហេតុអីបានយើងហ៊ាននិយាយថាអញ្ចឹងដោយសារយើងសិក្សាស្រាវជ្រាវទៅយើងដឹងណាតិចទៀតយើងចេះហើយតិចទៀតយើងរៀនទៅស្រាវជ្រាវចេះខ្លាំងជាងណាហួយមិនប្រកាសថាកណាគ្រូចេះទាំងអស់ណាយើងចែករំលែកគ្នា sharing កន្លែងនេះគាត់ទៅសេខុសណានេះឃើញនេះមើលនៅក្នុង question form question sentence ណាអញ្ចឹងកន្លែងនេះសធំណាក៏ដោយសារថ្ងៃនេះគាត់ ask for permission គាត់សុំច្បាប់អញ្ចឹងកន្លែងនេះយើងប្រយ័ត្នកាលណាបើ capital letter សំទោស the beginning of a sentence so you need the capital letter មានន័យថានៅពេលដែលផ្ដើមប្រយោគមុនដំបូងត្រូវទៅសេចាប់ផ្ដើមអក្សរធំណាប៉ុន្តែភាសាដែលអាចករណីគេលើកលែងវាមាន5ករណីទី1ឈ្មោះទីកន្លែងដូចឈ្មោះទីក្រុងអីទីកន្លែងឈ្មោះអីផ្សេងវាមានច្រើនទៀតឬក៏ subject I subject I គឺដាក់ធំក៏បានដែរ the middle of a sentence ក៏បានឬក៏ the beginning of a sentence ក៏បានដែរមានន័យថាផ្ដើមប្រយោគក៏បានពាក្យកណ្ដាលប្រយោគបទប្រធាន I ក៏ដាក់ធំបានដែរដែលយើងរៀនសមមិញ subject pronoun ណាមែនហ្នឹងសូមពិតប្រកេនគ្នាយើងអស់គ្នាយល់ទេចឹងណាមានគ្នាយើងមានចាញ់មានចូលតោះអូខេយើងកុំខ្លាចពេលដែលខ្ញុំណា check មើលលំហាត់អីកុំខ្លាចខ្មាស់គេអត់ត្រូវខ្មាស់ទេអាហ្នឹងវា check មើលយើងដឹងហ្មងរៀនអីក៏ដោយយើង check មើលform នេះដូចគ្នាណាអង្គវឿនណាកូនសិស្សអង្គវឿនដាក់ដូចគ្នាណាហ្នឹងណានេះដូចជា worry នេះសេអត់ត្រូវណាយើងកែនៅកន្លែងណាខុសយើងកែ check ផងណាកន្លែងណាអត់ច្បាស់ទេ you are very kind ហ្នឹងមានតែថាអ្នកឯងចិត្តល្អណាមានអីឲ្យហ្នឹងមកអត់ក្រីអូខេអានេះដូចសេខុសសេត្រូវនេះចុងភៅនេះ chef អូខេ you are ready take a from Cambodia អូខេតើខ្ញុំណា check មើលទូទេអញ្ចឹងបដើមើលឃើញគ្នាយើងបកកែតែមិនអត់បកកែទេគាត់តែពេលខ្លះយើងអត់បញ្ចេញអូខេតើគាត់បរិតាន use you again you are you are smart right we are okay we ណានេះអសអទេអមិនស we តែ
cái này dancer ấy dancer cái they are not friendต่อมีคณียังประมาณองเนี่ยจำนวนเช็คมือประดาเถอะจำนวนเช็คtiết hayจำนวนสดับสเลงประดาcái này cũng ở dưới hạt pế là sao mấy dừng check mờ đồng hát cũng mọi thế lực rú thưa ấy ở bàn lại này ok khơi son này dừng sát chán son cả ná xem vô lên son lấy mờ son này con sơ đam mỹ xây hôm bước ở đọt lì thế đừng phải chuyện đá nữa sẽ nằm hết á thằng ở đọt lì thế sẽ chụp này đó này chụp này sẽ chụp này như cài này mà đôi kia đấy là cái này sọc kia ấy sọc chi ấy xong tôi formative này sẽ tới này chẳng cái đó cài này rồi như cái line nát để dương không từ spelling bao nhiêu cả từ xe bao nhiêu được đủ cài môn dương từ xe dương check bớt dictionary pra dictionary cầm từ xe next man được luôn dương nè được từ lệ ao sao mấy nhà group đấy từ lệ ao gặp bất dương ai từ xe bán này phần tay dương check mờ bị năng check mờ thà được kêu check pra bị năng nhom là check mờ su tới được kêu năng xe phải check top price mình tu sắp check pra còn check pra về ok rồi sray nhé thì I'm a student này dưỡng ai xây ban chơi đối kia nữa dưỡng ai chạy nhưng mà I'm a student we are ok này dưỡng xây nhưng mà với tập chân dương mưa bạn check mưa nó không lồng hạt nó khơi là kia dưỡng bạn phơi trả đây nè đây là tờ lệ oi và mán khi mà đã bắt tụ oi bên đó á nè đây oi tờ lệคือbắt tụ tam nó ngày sụp bật bật kén tam tròn còn thấy là kêu cái na riêng kê đấy mấy bắt tụ cái na on chừng kê mấy tranh tao ở ban A plus B plus xài dương ở thời càng nghĩ nâng mày ảo mày đấy ở trình cầm lăng bộ là cầm tao lấy sau đó một với nhà vay để riêng sau mấy vô lại ná mình là chừng đó mà môn xua hái nhầm nàng cho mẹ riêng bảo dớ làm vậy vừa kịch càng ngàyต่อtiếp tục về pram tí làm vậy ở dương chừng đó thì bị vô cả thang tao nên ấy chừng đó sao mấy cái này trong ngồi chơi bây giờ là question form chứ question form rồi giờ mơ về phần từ lời question form nó để sao con sợ lục ao bình vô làm tháng question nó mình đây thà về bình vô sum nụ chẳng phải khác nó không phải sang lấy cái đại từ xe bị bên đừng ở tệ còn chắc cả na cái đại question cái lại nhí nhưng anh bảo vuông cái chót bật vuông cái chót cái đại form nè giờ lấy chẳng riêng nó cứ dừng chân nằm miền tích tích anh nói là dừng riêng chân nằm thấy chạm miền tích chỉ aspect muối mình để thà vị trí chủng loại tôi này để là question form chắc question form đấy mình đây thắp phải vô tầm rung sủng nụ chắc cái này dương tầm rung sủng nụ cái prap thay dương ai thôi cả đồ plus từ lời cái giá sắp là bi nè đây cho ta MSA nữa cái giá sắp bi nữa cứ việc bằng bài mây thiền về tới nè bậc mày với ngài thằng mây thiền mây thiền nó mình thì phải tranh về xà khà màu đồng máu ạ tranh màu bị phục nà tái bị côn bảo viết cứ màu bị thá verbs to be cái nào rất là verb be đại dương xong mấy nhận sum nuôi số ấy tới chiều verb be chẳng kịp pra với verb be cứ chia kẻ đại gia sắp một là thang từ môi để kịp pra không phải sang lễ hai vì pra làm bậy ấy với pra sầm đai pi côn lệ cái nạn sầm bát ấy xem chẳng thể là nắng cái nào sọp ở vậy thì dương riêng chắc cái nào bởi dương trong pra vì nó không phải vô sum nuôi chỉ tu tới kịp pra để change the orders change the orders of MSA này cái thay dương ai đồ plus từ lực kệ để giả sắp vượt bí để hạ thả MSA nó đặt tam rồi đặt tí mùi dương trao vua á nè trao vua MSA tầm rung bảo phí miền 7 sao mấy bạn tự xây là dương tự xây tầm rung vì sao ta nó không phía xa khai cái đấy không phía sang lấy cái đấy tầm rung vì miền 7 tầm rung đây cái hạ thả vì miền 7 là 3 nè kia thảo về miền á tim bụi sao tốt sang là đã này trong về miền 7 nữa con trái miền này là they are 3 form in English cứ về miền 7 tầm rung trong sang lễ nữa nè lời dương mơ từ lời tầm rung bảo vệ 7 sang ấy ai về được trong nào thì sẽ hãy thọt screen được các tục tay ở đây còn là chỉ aspect môi tê riêng bây giờ có cho bà tí bôi
យើងមានតម្រងវាគេហៅថា positive form ដែលយើងកំពុងរៀននោះដែលយើងបានរៀនហើយដែលថា positive ណានិយាយវាអានថា positive form តម្រងអីស្របតម្រងស្របឬក៏យើងហៅថាលំបាសស្របក៏បានដែរពេលខ្លះគេអាចដាក់អញ្ចេះក៏បានដែរ positive form ឬក៏យើងហៅថា sentence ណាឬក៏ positive sentence ក៏បានដែរនេះគឺមានណារៀនវាមិនមែនចេះតែយើងចេះតែមួយហ្នឹងទេកូនចាស់ណាឬក៏ affirmative ក៏បានដែរនេះអាពីផ្សំហ្នឹងយើងរៀនមួយទៀតឃើញទេ affirmative form ក៏មានដែរឃើញទេឧទាហរណ៍អញ្ចឹងករណីថាបើយើងចង់សរសេរវាជាប្រយោគតម្រងរបស់វាទី1យើងមើល subject នេះ subject យល់ទេ form របស់វាទី1យើងមើលវាលេខ1សិនមកណាយើងដាក់លេខ1សិនមកណាទី1 subject នេះគេសេថា subject plus verb b ស្គាល់អត់នេះតម្រងរៀនវិជ្ជាករតើចាំតម្រងវា subject plus កិរិយាសព្ទ b នេះនេះ subject plus នេះ plus អី MSR ឬក៏ plus verb b ដាក់ verb b ឬក៏ verb to be ណា verb to be នេះពេលដែលយើងបំបែកវាទៅគេថា am is are តមកទៀត plus អី object ឥឡូវមិនបាច់ plus object ទេខ្ញុំណាថា plus noun ក៏បានដែរឬក៏ plus object កម្មបទខ្វែយើងថាកម្មបទមានន័យថាម៉េចរងអំពើអ្នកណាឧទាហរណ៍បងស្រឡាញ់អូននិយាយភាសានេះ I love you អាត្មាស្រឡាញ់ញោមឯងឧទាហរណ៍អញ្ចឹងណាអញ្ចឹងមានន័យថាញោមឯងហ្នឹងត្រូវអាត្មាស្រឡាញ់នឹងឯងយល់ទេហ្នឹងយើងនិយាយឧទាហរណ៍សាមញ្ញណាហ្នឹងអញ្ចឹងយើងមើលឬក៏អា object នេះវាស្មើសុំទោសអា object ហ្នឹងវាស្មើអីកូនចាស់វាអាចស្មើនឹងនាមនេះនាមចុងក្រោយណែឃើញទេអានេះតម្រងទី1អានេះគេហៅថាជាតម្រងអីនេះ positive form ឧទាហរណ៍ពេលដែលយើង make a sentence មកយើងបង្កើត for example បញ្យល់ច្បាស់ for example ឧទាហរណ៍ថាអញ្ចឹងយើងលើកឧទាហរណ៍មួយមកមុនមើលតោះណាឧទាហរណ៍ I am a Buddhist ឧទាហរណ៍សាមញ្ញមិនបាច់ចាំយកឧទាហរណ៍អីខ្លាំងខ្លាអីទេ a Buddhist monk នេះយើងមើលមុនមើលអាត្មាជាព្រះសង្ឃមួយអង្គឬក៏ជាភិក្ខុសង្ឃមួយអង្គឬក៏ជាអីអញ្ចឹងកន្លែងនេះឃើញទេអានេះ subject អត់ណា subject pronoun នេះអា subject នេះជាប្រធានទេអានេះ verb be អត់តមកអានេះគេហៅថាវាជា object ឬក៏ហៅថានាមយល់ទេចាំបាននៅកន្លែងហ្នឹងឧទាហរណ៍ទី1យល់ទេគ្នាយើងយល់ទេនៅក្នុងតម្រងអីនេះតម្រងមួយនេះតម្រងអី positive form អញ្ចឹងហ៎ណាអញ្ចឹងឲ្យចាំកូនចាំណាចាំកុំឲ្យទេលោកគ្រូខ្ញុំណាឆ្ងល់ណាកន្លែងហ្នឹងអញ្ចឹងពាក់ព័ន្ធកន្លែងហ្នឹងគឺយើងត្រូវចាំវាកូនចាស់កណារៀនអង់គ្លេសមុនបងតម្រងវានិយាយពីវិជ្ជាករកណាតម្រងកណាចាំកណាបាច់សេមើលទេ subject plus verb plus object អញ្ចឹងទៅ subject plus ឌូដាស់ plus verb plus object ឌូដាស់ plus subject plus អីណៅទិញមើលតោះចាំអញ្ចឹងកូនចាស់មើលនៅក្នុងតម្រងវាតម្រងទី1នៅពេលដែលយើងទៅសេវាយើងសេអញ្ចឹងណាយល់ទេអ្នករៀនភាសាខ្មែរវាមានតម្រងដូចគ្នាដែរតើតើវិជ្ជាករក្បួនច្បាប់អញ្ចឹង subject នេះអា subject នេះគឺសំដៅទៅលើ subject pronoun សមឯងមានប៉ុន្មាន subject pronoun មាន7 I V U day he she it ច្បាស់ណាហ្នឹងហើយតោះឥឡូវនៅពេលដែលយើងចង់សរសេរជាតម្រងបដិសេធវិញយើងដាក់ដូចគ្នាមក negative form មក negative form មកឃើញទេដល់ពេលយើងសេតម្រង negative form យើងមិនពិបាកអីយើងដាក់ not មកយើងដាក់វាមក sorry អញ្ចឹងដាក់ subject នេះណា
chẳng là subject nhé bờ kia riêng thằng phố kia đại xây ở đại tờ xây bánh như cái tờ xây tập phần ấy nè chám ấy thì chỉ cần làm chỗ ta đây sai dương thằng basic mình nên mua tháng trong nào xây tập phần sẵn xây ở dương ở chỗ bạc tờ lửa biển nắng hết nè chẳng ở dương chỗ bạc tờ lửa biển nắng chẳng dương mơ đôi cái này nè đôi cái này dương đã mở vô bi đi cái này nè này do là bị lại ní nè nè mình thở verb bí rồi có verbs to be các bạn này nè mũi nè từ cái p để tờ an thì sang lê bẹ con ở không bây giờ có khơi những cho bạn được ngày nè p để dương phòng bay vì chỉ mấy tiếng đó vừa khơi nha đôi cái này nè bàn tay lại ní cứ dương bố plus cho mùi nâng nọt vỉnh not do lấy nè rồi có Asian nữa not nè plus not toàn tiếp lại no plus object mà chắc là object lại nhất cứ xâm đào từ lỡ niêm nó không cào nữa p class của cái p class cái đã object chân tới p class cái đã nào nhận tới bàn tay tụ tới bậc kia riêng thằng phố cái mình prao bị sa mạnh vào mà này cái prao bị riêng phố sầm rạp nè đại hay cầm rật hay á cầm rật phố chắc con cháu thô mà nên cái nào lực làm với nhá nè sao mấy bạn tự xây tầm rộng for example mà chắc như vua mà này copy khang đào mà này vua mà đã tao nói vì một này mà còn ở bên ngày còn mà khát về chắc ô thò ta dương example mùi mà đối cái này chẳng ô thò này cái nào đã ấy thì sang cái nào cặp bất ô thò thầm mũi cái nào và tay sang lại nước lại ô thò chẳng nhưng mà example đã ấy đó chắc cái dương đã mó I am này I am not này giờ đấy trời tầm rung nâng ớt một mơ tầm rung về toán á một mơ tầm rung về mùi đó cặp bắt đang riêng mùi hay chạm con chả trời chăm tầm rung tình những bờ pe class trong na khơi nhận class có riêng thằng của hôm tay cột sáu cho pe mà riêng bây giờ có ấy ở trong ná bên con sơ riêng anh ấy dừng dây ấy chọn á con sơ cột riêng là bảy đấy cái nào lực một là thế anh bạc bò xịt đó kế chừng ở dừng lớn tiếp bàn tay hôm nay lòng bọn phải sọt nó xe class có riêng sọt là ball thân của này nhé về morian nó còn ở sợi chết thì sai anh nó có riêng hãy còn ở trong lớp còn ở bàn sạc sàng sào chiều thay chắc con trai môn mơ này khơi nhá này khơi nhót ở lấy như trôi được không tầm rung ấy tầm rung question chắc question nhưng mình bài con trai nè question for đôi giờ con sẽ lột xù nhỉ tầm rung sum nụ nè hai ta tầm rung sum nụ nè tầm rung question form sẽ khó thế nè question form chẳng tầm rung sum nụ nhưng mơ mạo con trai mơ ta dương xe mày tầm rung sum nụ chẳng dương đã tam rung đa phần đau ấy nè để kịp bình chối này kịp phạm mấy nhá nè môn mơ nè for question cái tha bé con ở tờ lơ tầm rung sum nụ nâng 6 xôm nè đồ rồi cặp đồ pla đồ đã kệ để ra sập bộ bí và tam rồng đáp rồng đòi miền này thằng mày miền này thá vô kệ ra sập bí nước đã bị mốc sập trên pronoun tiếng propi màu hỏi sập trên pronoun tiếng propi ai bị you day his ấy đã bởi dân dây pi dớt đã dân pra ai từ tại vì dân dây pi pu kế dân pra đầy từ giờ lắm bởi dân dây room khi dân từng này ở lớp phụ dân của pong đi sang lấy nhưng mà na cái đây con cha cái đấy giúp ra việc vì mà giờ lấy chân giờ lấy chào bạn ạ toán á chào bạn đấy chắc ô tô ta con cha môn mở chắc những ai đã chơi máu thà verb be các bạn này nè nè dân vô bia đã máu này verb be mà nè verb be đó cứ khi ta xây chuyện đổ mà dân thật đó là việc bị trả nè nè kita say ở về là be verb be nè be nó cứ sắp nào ấy abisa năng ai tại kia mình toán push chỉ mấy thiền chấm verb be rồi coi những hạt thá thu be nè verb đã verb nè thu be nè verb thu hai be tiết nè bật vùng cái chó bật vùng cái chó tới chị abisa năng ai nên cái nào ta say ở mong abisa nè abisa nè tọa món nè bố chữ môi đằng plus chữ môi đằng sạp chích chẳng sạp chích đằng ấy cái này ní cứ sầm đào từ lỡ con cha trời vô tha bị ta sạp chích vì ở miền ấy cào bị niêm rồi có sạp niêm thì miền tập năng này việc đá tu là miền tập pi này ba mình niêm tới cứ sạp niêm tập năng này
chẳng cái này ní bữa sau này dương trong pra niếp vô niệm mà pra ta bây dương trong pra sắp niệm vô sắp niệm mà pra mà đôi bàn bị vô xong ấy thật hai đấy bàn dương trâu pra niệm hai đấy bàn dương trâu pra sắp niệm đôi xong ấy dương bị vô hai đấy bàn dương trâu pra sắp niệm cứ mình thay vì replace of a nouns mình thay cứ chùm nuốt từ lớn niệm mấy ban chùm nuốt không ai tha đọt đài vía lưu biện nó vía tròn đài đối ban bị vô xong mình thà côn cha mini bị vô tiết lưu mini thế đó bị vô tiết lưu mini thế đó mini là hồn chắc mà cái chơi tự xế nó không rai thêm dịp sàng lấy kia đây kia pra mini kia pra từ môn bố hay niệm mà kia pra mà tính mất Wonderball mini is teaching English thì thà côn cha mini rồi còn là crew mini cầm phong tay bền về sàng lấy online chắc về để cái tự xế thế đó mình to pi côn cha mini bằng riêng hay con cha mini phơi tiền bằng riêng to tiền chắc cái lên pra mini cái pra hi bờ cả na pro cả na pra nhưng pra hi tại bờ sải pra shi tại bờ lệ cả na thà con khmei thế nhưng pra eat tại bờ dương đang tháo phụ kê chắc phụ kê nó cứ sầm áo từ lâu cru nè cru nhưng pra đầy được cho bà hay nhở nó còn phải vô to lại nữa nó tập ở đây dương mơ này bô chưa mùi nè khởi nhát này nè biệt thạ bột nữa để sang lấy gà thá là plus cho môi nâng kế object hay verb be abisa plus subject plus cái object nhé cái này là plus môi nâng object object nhá này object nhé để dừng hạ thành niệm rứ bố cho môi nâng này cana bị vô sum núa tơ pra question mark này question mark sinh nhà sù nè mai dưỡng kẻ tha bột chạ sinh nhà ở bờ lấy hạt bột chạ sinh nhà bột chạ sù sinh nhà mình đây thật sự coi là vậy mùi rồi coi chia tập bàn nằm mất đầm bầy dương sum coi thằng đang xảy kê nhớ nè chắc nó phải để dương bạc chia question form con cha mở môn mở thọ nè vô mà su luôn ảnh su thà ô thọ dương sọ sọ đất săn đất su luôn ảnh lên nhá ô thọ đó ô thọ nhá thọ dương con cha ná su thằng mấy tệ mà rồi ngay bị khổ xong rồi mấy nẹt búa rồi còn về nẹt búa thế ô thọ su luôn ảnh chẳng khơi nhá con sân đi tới vô lực ru vô lấy là trong chùm loại này nẹt số giờ nẹt số này sòng khăn nè chắc nó phải để dương con sân nó phải để con sân trong thôi chỉ vô sòng núa đấy tới trăm tầm rong về chẳng muôn cột bóng tới trăm tầm rong bảo vệ cana dương trăm lần ái vì thua ở dương riêng tới vì mình confident do sao mình tụm nộp chết ôi bây giờ có mẹ đi phân năng trái con trăm đâu tí đó này trong ban này khế như này muôn mới nè nó sẽ tục ở cái này dương mũi còn ngoài ta bạn tụm rong hái ta lỡ nè chân trăm tụm rong off bên đây hai con cha tôi riêng từក្នុងអាសភៅvớiយើងធ្វើលំហាត់អត់មានប្របាក់ទេកលេចឆេះមកនេះមុនមើលណានេះមួយនេះអញ្ចឹងកូនចាស់ត្រូវចាំវា subject កន្លែងនេះគឺសំដៅទៅលើ subject pronoun ហើយពាក្យថា subject នេះមិនមែនតន់តែប្រើសព្វនាមទេនាមក៏ប្រើបានសព្វនាមក៏ប្រើបានប៉ុន្តែសូមកុំឲ្យប្រយោគរាល់គ្រប់ប្រយោគទាំងអស់កុំឲ្យប្រើនាមច្រើនពេកត្រូវចេះប្រើសព្វនាមដើម្បីមកជំនួសកុំឲ្យថានាមដោយគុណចាស់ដោយកណាប្រយោគយើងបើគុណចាស់ទេសនាបច្ចេកទេសទេសនាឲ្យញាតិញោមស្ដាប់កុំឲ្យធុញណាមិនមែនបន្តិចចម្រើនពោបន្តិចចម្រើនពោឯងនឹងគេស្ដាប់តែ3ដងវាធុញហើយអាហ្នឹងគេថាខ្វះបច្ចេកទេសក្នុងការ teaching of the dharma មានន័យថាគឺយើងខុសអត់មានបច្ចេកទេសក្នុងការទេសនាឬក៏ថាបង្ហាត់បង្រៀនធម៌ដូចកណាchứកណាមិនអាចនិយាយពាក្យដែរទេអញ្ចឹងមានបច្ចេកទេសក្នុងការនេះគេថាគរុកុសលអញ្ចឹងកូនចាស់មុនមើលនេះ am I ឃើញ am I a Buddhist monk ទេអាត្មាហ្នឹងខ្ញុំកណាហ្នឹងជាភិក្ខុសង្ឃមួយអង្គឬក៏ណោះសួរខ្លួនឯងសឹងទៅសួរខ្លួនឯងចឹងឬក៏យកទៅបើយើងថាឥឡូវសួរខ្លួនឯងខ្ញុំជានរណាអញ្ចឹងយើងណាមក who am I អាត្មាជានរណាទៅណោះ who am I
តែលឺពីហ្នឹងឯងចឹងហើយបានសិភៅរបស់ខ្ញុំបណ្ដាហ្នឹងនិពន្ធហ្នឹងគឺថាមកក្បាលហ្នឹងគឺដាក់ភាសាអង់គ្លេសមួយដែរ Who am I តើខ្ញុំជានរណាត្រូវស្គាល់ខ្លួនឯងសិភៅមួយថ្ងៃមុនបង្ហាញសិស្សគុណសិស្សដាមីដែរភៅសេបាននិពន្ធមកក្បាលដែរតែមិនទាន់ចេញទេចាំឆ្នាំក្រោយភាសាពីពេលចឹងតន់ហ្នឹងគ្នាយើងតន់ទេ Who am I ឧទាហរណ៍អញ្ចឹងឃើញទេនេះប៉ណ្ណឹងអានេះគ្រាន់តែលើកមកផ្សេងទេចឹងបើយើងកុំពិបាកកុំឲ្យវាស្មុគស្មាញ so complicated for you so you can see all form in English especially for we use verbs to be ណែជាភាសាគឺប្រើទៅលើកិរិយាសព្ទ verbs to be ទី1ដែលគេយើងមុនមើលយើងអាចប្រើថា positive form ក៏បានឬក៏ positive sentence ឬក៏គេហៅថា affirmative form នោះមានន័យថាគឺជាទម្រង់ដែលបែបអះអាងបើយើងនិយាយភាសាខ្មែរថាទម្រង់ស្របវាអត់បដិសេធទេនេះអញ្ចឹងនៅពេលដែលយើងចង់ទៅសេទម្រង់ស្របគឺទី1 subject នេះដូចបានបញ្យល់ខាងដើមគឺសំដៅទៅលើ subject pronoun ឬក៏នាមអញ្ចឹងយើងអាចប្រើពាក្យថា subject កាលណាគេនិយាយក្នុងភាសាអង់គ្លេសគឺគេនិយាយពាក់ព័ន្ធទៅលើសព្វនាមឬក៏សព្វនាមឬក៏ជាប្រធានណាមួយប៉ុន្តែបើគេនិយាយពាក្យ general meaning អត្ថន័យទូទៅគឺយើងប្រើថាមុខវិជ្ជាដូចបានបញ្យល់ថ្ងៃផ្សេងមិញអញ្ចឹង B verb B កន្លែងនេះ slash អញ្ចឹងមានន័យថានៅក្នុងសភៅខ្លះគេដាក់ថា verb B សភៅខ្លះគេដាក់ថា verbs to be ប៉ុន្តែនៅពេលដែលគេបំបែកជាមេឃធៀងមកគឺគេហៅថាទៅជា am is are សំណួរសួរថាតើ am ប្រើជាមួយអីយើងរៀនរួចហើយផ្សេងមិញមិនបាច់ឆ្ងល់អីទេ is ប្រើជាមួយអី are ប្រើមួយអីបន្ទាប់មកទៀតបូកនេះគឺសំដៅទៅលើ object អញ្ចឹង object កន្លែងនេះយើងប្រើថាកម្មបត្តិអញ្ចឹងកម្មបត្តិមានន័យថាវាជាអ្នករងអំពើកម្មបត្តិកន្លែងនេះគឺពេលខ្លះវាមាននាមពេលខ្លះវាមានគុណនាមអត់ខ្វល់ទេមិនខ្វល់វាសម្មិនទៅដោយករណីនៅក្នុងលំហាត់របស់យើងនេះមិនមែនកម្មបត្តិខ្លះទៅសេនាមទេនេះមុនមើលអ្នកឃើញខ្លះយើងប្រើគុណនាមមកទៅសេហ្នឹងយកគុណនាមមកហ្នឹងមែនអត់នេះយើងមែនទេមានអត់ឥឡូវសួរមើលមានអត់គ្នាយើងមានអត់នៅក្នុងនេះមានសេគុណនាមអត់នេះ you are ready ready នេះមិននាមទេវាជាគុណនាមតាណាជាគុណនាមឬក៏ជា adverb អានឹងភាសាវេយ្យាករណ៍គុណចាស់តើរៀនថ្នាក់ខ្ពស់គុណចាស់ដឹងហ្មងអានេះកណាភាគច្រើនកណាចង់បញ្យល់ខ្លាំងទេនេះជាគុណនាម ready នេះអញ្ចឹងពេលខ្លះវាមិនមែនប្រកាសថាលោកគ្រូតននាមនៅខាងក្រៅឬលោកគ្រូអត់ទេអត់សំខាន់ទេគ្រាន់តែទូទៅបើជាទូទៅគេចូលចិត្តហើយអា function របស់ verbs to be នឹងវាមាន4កណាអត់តន់បញ្យល់ទៀតពី1ទូនាទីរបស់វាដែលត្រូវប្រើទី1វាប្រើជាមួយនាមទី2ប្រើជាមួយគុណនាមណានិមន្តស្ដាប់កណ្ដាលអាចកត់ទុកសិនណាកត់គុណចាស់ take note នេះបានទី1 verb to be ហ្នឹងវាអាចប្រើជាមួយនាមនៅខាងក្រោយនេះអានាមទី1ទី2អាចប្រើជាមួយនឹងគុណនាមទី3អាចប្រើជាមួយនឹងគុណកិរិយាទី4ប្រើជាមួយនឹងធ្នាក់ឬក៏យើងភាសាបាលីគេហៅថាអយតនិបាតដែលភាសាអង់គ្លេសគេថា preposition can the function verbs to be therefore can use with nouns can use be with adjectives okay ទៀត can use with adverb and can use with preposition តើនេះណាអាចប្រើជាមួយនាមអាចប្រើជាមួយគុណនាមអាចប្រើជាមួយនឹងគុណកិរិយាហើយនឹងអាចប្រើជាមួយនឹងអយតនិបាតភាសាបាលីថាអយតនិបាតបើភាសាខ្មែរគេហៅថាធ្នាក់ណាធ្នាក់នឹងយ៉ាងម៉េចចាំទៅរៀនទៀតទៅបញ្យល់ទេសូមអធិស្ឋានអញ្ចឹងសរុបមកវិញអ្វីដែលខ្ញុំបានលើកឡើងតាក់ទងទម្រង់របស់វាចាំនៅយើងច្បាស់នៅកន្លែងនេះតោះសូម feedback សូមការឆ្លើយតបគ្នាយើងតើយល់អត់បើអាចកត់អ៊ីតអូខេណាកត់អ៊ីតណាកត់ហ្នឹងមិនកត់លេងធម្មតាហ្នឹងកត់ឲ្យយល់ទៀតណាតោះអញ្ចឹងអស់ណាបើអស់ហើយសូមខុសនេះគ្រូឈប់ណាមុននៅកណាមួយគ្រូកណាចង់សួរអំពីការយើងសម្គាល់អំពីដែរ his ប្រើជាមួយនឹងនាងឬក៏ប្រើជាមួយនឹងគ្រូក្មេងៗហ្នឹងណាគ្រូគាត់ដល់កណាមកគ្រូអញ្ចឹងណាប្រើមួយមិនគុណចាស់
vì tha ca dục pra tôi chụp buôn này mà nuôi giờ là thông là không bê nhưng từ từ đại dạng mày chẳng cái nào trò tôi save thèm chẳng rồi សេប្រើវិញឥឡូវគុណចាស់សួរសំណួរពេញណាសំណួរខ្លះសួរទៅយើង full question ណា đôi tha nó chỉ có mấy thà để như pra is nhớ là it này pra của mình vì tha they á pra trong được crew chẳng là crew trong được chợ crew save thèm nó gặp chạm á មានគុណចាស់កណាមានអត់អីកណាមានទាំងអស់អាណាបរោះទី1អាណាបរោះទី2អាណាបរោះទី3មានអានេះគ្រាន់កណាអត់តន់ចូលទេដោយសារកុំឲ្យគ្នាយើង so complicated មានន័យថាកុំឲ្យយើងស្មុគស្មាញអញ្ចឹងបញ្ចូល step របស់វាណាអរប្រគុណបានសាកសួរនឹងតោះកូនសិស្សអាមីមានលើកដៃ raise your hand so if you any question បើមានសំណួរលើកដៃនៅក្នុងយើងតោះមានអីសួរហើយបើអត់សួរទេខ្ញុំណាទៅពេលរៀនយើងណាមេរៀនយើងស្រួលទេគុណចាស់ណាមិនបាក់ទេហើយគុណចាស់ត្រូវយល់ថាលោកគ្រូរៀនអត់ចប់មេរៀនអត់ទេយើងរៀនយើងបើកវគ្គទៀតយើងរៀនឲ្យចប់ណាយូរពេលរៀនយើងមានកំណត់ខែគុណចាស់រៀនហ្នឹងទៅបើកវគ្គទៀតគ្មានសាលាណាដែលគេរៀនចាប់ពីមេរៀនទី1ដល់ក្របសភៅតោះមុនសួរហើយបើអត់សួរកណាទៅchờ mình តោះមុនយើង open ណាយើង open question ណាបើកជាសំណួរអត់អីទេយើងកុំខ្លាចកុំខ្លាចកុំគិតថាខ្ញុំណាជាទូទៅកណាបញ្យលមេរៀនខ្ញុំណាទូទៅខ្ញុំណាបញ្យលម៉ាត់សម្ពិតប្រកេនអញ្ចឹងខ្លាចស្ដាប់សលេងខ្ញុំណាទៅដូចកាយអញ្ចឹងណាមែនទេព្រោះមេរៀនគឺយើងត្រូវបញ្យលម៉ាត់បានសិស្សអាចចាប់បានបើបញ្យលលំសិស្សទៅមិនរួចទេភាគតិចភាគច្រើនកណាបញ្យលមេរៀនឬក៏ស្អីមួយសំបីទេសនាដូចគ្នាទេសនាអីគឺទេសម៉ាត់ណានិយាយម៉ាត់ណាអានឹងយើងដាក់ទៅវាធ្វើខុសឲ្យដឹងខុសត្រូវឲ្យដឹងត្រូវហ្មងខុសចាំកែពេលក្រោយឲ្យ recommend មកតោះមានទេគុណចាស់មានសួរអីទៀតទេបើអត់សួរទេខ្ញុំណា go on នៅក្នុងសភៅរបស់យើងណាតោះអញ្ចឹងអត់មានអីទេអូខេអញ្ចឹងបើអត់មានទេខ្ញុំណានឹង go on នៅក្នុងសភៅរបស់យើងតោះឥឡូវយើងមើលយើង come back នៅក្នុងសភៅរបស់យើងបន្តណា Okay, keep going and our book again and this point already. Okay, answer number 2 everyone, number 2 answer, you know answer meaning to make answer ឆ្លើយ answer ប្រែថាម៉េចប្រែថាឆ្លើយឬក៏ចម្លើយយល់ទេចឹងណាអញ្ចឹងពាក្យខ្លះតែមួយឯងកូនចាស់ប៉ុន្តែថ្នាក់ពាក្យវាខុសគ្នាយល់ទេពាក្យហ្នឹងគឺកាលណាបើគុណចាស់យល់ថាបើពាក្យភាសាអង់គ្លេសចឹងហើយបាននៅក្នុងភាសាអង់គ្លេសគេឲ្យយើងរៀននៅទៅលើថ្នាក់ពាក្យបើគុណចាស់មិនដឹងថ្នាក់ពាក្យទេគុណចាស់រៀនចេះតែឆ្ងល់ប៉ុន្តែអ្វីដែលសំខាន់កុំទាន់ focus ទៅលើនឹងខ្លាំងណាស់ណាដោយសារតែយើងរៀនមុនដំបូង step តែ step by step walk by walk មួយជំហានទៅមួយជំហានទី1ពាក្យថា answer នេះប្រសិនបើយើងនិយាយសាមញ្ញថាប្រសិនបើថ្នាក់ពាក្យជានាមយើងប្រែថាម៉េចចម្លើយយល់ទេចម្លើយយល់ពាក្យហ្នឹងទេកូនចាស់ចម្លើយណា answer ខុសទេសេខុសណៃពាក្យ answer សេអត់ត្រូវណាខាងសេពាក្យខ្លះសេអត់ត្រូវកូនចាស់ answer នេះប្រសិនបើ answer អញ្ចឹងបើថ្នាក់ពាក្យជានាមស្គាល់ហើយអត់ហ្នឹងគឺនាមប្រែថាចម្លើយតែប្រសិនបើថ្នាក់ពាក្យជាកិរិយាសព្ទវិញនោះគឺប្រែថាឆ្លើយឃើញខុសគ្នាបន្តិចទេគុណចាស់ណាយល់ទេឆ្លើយទៅជាឆ្លើយវិញឃើញវាទៅជាឆ្លើយវិញអញ្ចឹងខុសគ្នាបន្តិចទេអញ្ចឹងថ្នាក់ពាក្យជានាមយើងប្រែថាម៉េចចំឡើយនេះមុនមើលចុះបើថ្នាក់ពាក្យជាកិរិយាសព្ទយើងប្រែថាម៉េចយើងប្រែថាឆ្លើយយល់ទេចាប់បានទេចឹងកណាអត់បញ្យល់ថែមទេពាក្យប៉ុនកន្លែងនេះគ្រាន់តែឲ្យគុណចាស់ដឹងថានឹងវាចែកវាមកខ្លះអញ្ចឹងណាពាក្យតែមួយទេប៉ុន្តែប្រែបានពីរអត្ថន័យហើយមិនមែនប្រែតែប៉ុណ្្នឹងថាត្រូវទាំងអស់ទេនៅទៀតវាមាននៅទៀតអញ្ចឹងហើយបានជាពាក្យខ្លះយើងរៀនតែមួយយើងចេះតែមួយយើងអត់តន់ទលំទលាយទេអញ្ចឹងគុណចាស់ត្រូវយល់ថាតន់តែ check ទៅមើល dictionary
ប្រើវាមើលវាភាសានេះគឺប្រើរាល់ថ្ងៃវាមិនអាចរៀនមួយថ្ងៃហើយអត់ប្រើវាទេអញ្ចឹងប្រែថាមិនឆ្លើយអ្វីមួយអញ្ចឹងឆ្លើយតបអញ្ចឹងទៅឧទាហរណ៍អញ្ចឹងយល់ទេអញ្ចឹងគុណសិស្សដែលរៀនមុនដំបូងណាហ្នឹងលោកគ្រូមិនពាក្យមួយអញ្ចឹងនេះច្រើនអត់ទេខ្ញុំណាបរៀនខ្ញុំណាបញ្យល់អស់មកកុំឲ្យរៀនទៅវានៅសពេចសពិលច្រើនពេកណារៀនទេអញ្ចឹងយើងមើលនៅក្នុងពាក្យនេះ answer អញ្ចឹងយើងមើលពាក្យមួយអញ្ចឹងគេថាសូយើងនេះកន្លែងនេះឆ្លើយគេឲ្យយើងឆ្លើយទៅលើណា answer your teacher ឆ្លើយទៅកាន់គ្រូរបស់យើង teacher ស្គាល់ពាក្យ teacher ទេគ្នាយើង teacher មានន័យថាម៉េចគ្រូមកពីអីគ្រូមកពីអី គំរូ គ្រូមកពីអី គំរូឆើគំរូ មួយទៀតនោះពាក្យថាគ្រូមកពីគំរូឬក៏អីគេមួយទៀតនោះបល័យថាម៉េចរូហ្នឹងគេរូនៅក្នុងបល័យគេរូនៅក្នុងវិភ័តទាំង14មានអត់អ្នករៀបបល័យមានឆើមានរូបជាគ្រូមែនទេនៅក្នុងនឹងវិភ័តទីម៉ាននេះភ្លេចបាត់ហើយឧណាបើភ័តទី1អីគេបែស្អីគេអេការ៉នសំទោសការ៉នទេមិនវិភ័តទេឧការ៉នការ៉នណានិយាយទៅរៀនអង់គ្លេសទៅរៀនបល័យណាអញ្ចឹង teacher អ្នកខ្លះគាត់អត់អានថានេះទេដែលលើគេអានឈើទេដែលលើពាក្យឈើនេះគេកាត់អានេះចោលកាត់អា teach ហ្នឹងដោយសារវាលេខវែងខ្មែរយើងឆ្លាតណាគុណចាកាលណាសុំសើខ្មែរយើងកែហ្មងឆ្នៃបានណាឈើនេះឈើនេះមិនមែនឈើយើងយកទៅដុតទេណានេះគេប្រើអញ្ចឹងឈើនេះគឺមានន័យថា teacher ហ្នឹងមានន័យថាម៉េចប្រែថាគ្រូហ្នឹងគឺមកពាក្យថាគរុហ្នឹងប្រែថាធ្ងន់មានតែចិត្តនោះវាធ្ងន់ណាតែអីមួយយល់ទេឧទាហរណ៍យើងណាគុណចាស់មុនទៅមើលទៅវចនានុក្រមកាលណាមិនជាជំនាញខាងហ្នឹងតែយើងតោះមួយទៀតប្រសិនបើថ្នាក់ពាក្យជាកិរិយាសព្ទទៀតបើកាលណាបើកិរិយាសព្ទគឺវា teach ស្គាល់ពាក្យ teach ហ្នឹងអត់កិរិយាសព្ទប្រែថាបងរៀនឃើញទេយល់ទេមើលឃើញវាតិចគាត់ចាតិចហ្នឹងមិនលេខសាច់ណាបើយើងអត់បានរៀនយល់អត់លោកគ្រូឬអ្នកឬក៏លោកគ្រូឬក៏អ្នកគ្រូនេះចាប់តនេះកន្លែងហ្នឹងបើកាលណាបើថ្នាក់ពាក្យកិរិយាសព្ទប្រែថាបង្រៀនអីបង្រៀនអង់គ្លេសបង្រៀនអីទៅតែបើថ្នាក់ពាក្យជា verb សំទោសថ្នាក់ពាក្យជា noun ប្រែថាលោកគ្រូឬក៏អ្នកគ្រូអ្នកពាក្យ teach អញ្ចឹងកន្លែងនេះគឺគេទៅសេទៅលើជានាមទេ answer your ហ្នឹងប្រែមិន your ប្រែមិនរបស់អ្នករបស់អ្នកតោះឥឡូវធ្វើមកកន្លែងនេះដាក់មិនតា hi តោះ hi ឧទាហរណ៍អញ្ចឹងនេះគេឧទាហរណ៍អញ្ចឹងដាក់អីគេ hi teacher ដាក់មកយើងដាក់ឈ្មោះមកដាក់ដាក់ឈ្មោះ hi teacher នឹងសំដៅគ្រូណាមួយឧទាហរណ៍បើស្គាល់កណា hi teacher mini ដាក់ mini អញ្ចឹងទៅឬក៏ hi venerable nitol hi stone sodalist hi stone red rươn something like that whatever you want to put this here you put yourself and then how are you you know like how are you តាសុខសប្បាយអត់អញ្ចឹងពេលដែលយើងឆ្លើយនេះនិមន្តឆ្លើយបើថាម៉េច fine អញ្ចឹង fine កន្លែងនេះ sang and you នេះឯនកន្លែងនេះគឺយើងដាក់អក្សរធំ and you ដោយសារគេប្រើ full stop នឹងរៀនវិជ្ជាករឬប្រភេទអញ្ចឹងដែរណាគុណចាស់បើគុណចាស់រៀនវិជ្ជាករត្រូវភាគតែកណាមចង់ឲ្យគុណចាស់ស្មុគស្មាញអញ្ចឹងមកគេឆ្លើយថា very well thank you okay sang ចាប់តនេះតាចាស់សុំគ្នាយើងអានតិចមកសុទ្ធលីអានឲ្យគ្នាយើងស្ដាប់តិចមកតាដាក់ឈ្មោះណាគេដាក់មកតាសុទ្ធលី are you with me នៅនឹងឯងនៅជាមួយឯងអូខេថាដាមី okay please read number 2 after your hi
ដាក់ឈ្មោះឯងមិនទេ សួស្ដីនៅណាគេ Hi ចម្រើនពរណាគេ how are you fine thanks and you very well អូខេឥឡូវប្រែមិនប្រែទីខ្លាចគ្នាយើងអត់ចេះ ណា Hi ស្រស់ស្រីសួស្ដីស្រស់ស្រី how are you អ្នកសុខសប្បាយជាទេ fine ខ្ញុំមិនអីទេ thank អរគុណ and you ចុះអ្នកវិញ very well ល្អប្រសើរ thank you អរគុណ okay thank អរគុណ អូខេប្រែមិនអូខេ okay យល់ព្រម អូខេអូខេអូខេហ្នឹងវាមានន័យច្រើនណាមិនអូខេអានឹងន័យផ្សេងមួយទៀតទេអានឹងអូខេកន្លែងនេះគឺមានតែល្អប្រសើរអត់អីទេខ្ញុំប្រែអញ្ចឹងណាហ្នឹងឬក៏អូខេមួយទៀតប្រែយល់ព្រមអញ្ចឹងឧទាហរណ៍នៅក្នុងពាក្យ hi នេះគុណចាស់ណាពាក្យបន្តិចបន្តិចគុណចាស់មើលពេលដែលនិយាយភាសាអង់គ្លេសយើងត្រូវដូចកណាជួបជនជាតិគាត់ម៉ាឡេស៊ីហ្នឹងប្រទេសម៉ាឡេស៊ីហ្នឹងខ្មែរយើងគាត់អញ្ជើញមកទៅយើងសួរស្ដីគាត់ហើយចម្រើនពរគាត់ហើយបានណែនាំខ្លួនធ្វើអីមួយត្រូវណែនាំខ្លួនសិនចាំចូលប្រធានបទអញ្ចឹងគាត់ណែអូថដូចគុណសិស្សដាមីដាក់មិញអញ្ចឹង Hi Venerable ស្រស់ស្រី How are you តើមកគុណចាស់ឬក៏គុណសិស្សស្រស់ស្រីឆ្លើយ Fine thanks អរគុណលោកចាស់ចុះលោកចាស់សុខសប្បាយទេដាមីអូថអញ្ចឹងដែរបានជាដាមីឆ្លើយទៅវិញអត់អីទេកណាសុខសុខមហាសុខហ្មងណាអូថអញ្ចឹងគុណចាស់ណាតើមកថាណាសូមអរគុណទៀតអរគុណអញ្ចឹងទៅបានជាឆ្លើយទៅអូខេហ្នឹងអត់អីទេអញ្ចឹងអរគុណដែរណាកណាអរគុណដូចគ្នាយល់ទេចាប់បានទេអញ្ចឹងណាតោះអញ្ចឹងមានគ្នាយើងចាប់បានទេពាក្យណាដែលចេះអានសួរហើយណាខ្ញុំណាទៅណាសួរមួយជាច្រើន សួរមុន ពាក្យថា answer អញ្ចឹងហ៎ចាពាក្យហ្នឹងហ៎អានថាអញ្ចឹងហ៎ answer ណា ថើបកន្លែង answer 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 right យើងមើលណាតា ពាក្យហ្នឹងប្រែថាឆ្លើយឬមិនតែ ចម្លើយ ចម្លើយ ណាចម្លើយឬក៏ឆ្លើយកិរិយាសព្ទប្រែថាឆ្លើយបើថ្នាក់វិជ្ជានេះប្រែថាចម្លើយយល់ទេណាតោះអូខេឥឡូវ go on មួយទៀត stand up and practice you know like number 3 stand up you know like stand up មានន័យថាម៉េច stand up ក្រោកឈរ practice មានន័យថាម៉េចចេះណាពាក្យហ្នឹងឃើញពាក្យណាស់តែលេគុណចាស់អង់គ្លេសពាក្យណាស់តែជួមតែយូរចាំហ្មងចាំហើយកណ្ដាលព្រាមយឺតចេះទៀតអូមិននិយាយទេគេឲ្យយើងក្រោកឈរហើយព្រមទាំងអនុវត្តអ្វីនេះយកអានឹងមកអនុវត្តមកគេចង់និយាយចឹងណាតោះឥឡូវយើងបញ្ចប់នៅក្នុង number 3 finish and then go check it តោះ go number 4 you know check it check you know like the check មានន័យថាម៉េច check ស្គាល់ពាក្យ check ឆែក ណាខ្មែរយើងតែឆែកទេអង់គ្លេស check នោះមានន័យថាពិនិត្យមើលមិនអញ្ចឹងហ៎ពិនិត្យមើលអ្វីមួយមិនអញ្ចឹងកូនចាស់ណាត្រូវអត់មិនគាត់ថាត្រូវចា មុនមើលវគ្គចនានុក្រមអញ្ចឹងនៅពេលដែលយើង check ពាក្យនេះមួយឧទាហរណ៍តែឥឡូវយើង check your dictionary check នេះពាក្យ check នេះមើលយើងមើលកូនចាស់មើលនេះកណាទូទៅកណាបង្រៀនកណាបង្ហាញ so dictionary ហើយឲ្យចេះប្រើនេះ to make នេះគេប្រាប់ something someone ខាងនេះគេពាក្យ check ឃើញពាក្យនេះ check គឺថាពិនិត្យអ្វីមួយត្រួតពិនិត្យអ្វីមួយអញ្ចឹងគេឲ្យយើងទៅលើកន្លែងនេះគឺគេឲ្យយើងមើលនេះ check ទៅលើនេះគេឲ្យយើងបំពេញពាក្យប៉ុណ្ណេះ complete you know like complete ណាអញ្ចឹងគេឲ្យយើងត្រួតពិនិត្យទៅលើអាកិច្ចសន្ទនានេះមានន័យថាយើងដាក់បំពេញពាក្យហើយនឹងធ្វើការបំពេញទៅលើកិច្ចសន្ទនាមួយលេខ number 4 ណាអញ្ចឹងពាក្យ check ហ្នឹងប្រែថាត្រួតពិនិត្យឬក៏មើលអ្វីមួយ it នេះបើយើងនិយាយសាមញ្ញវានេះគេហៅថាវាជា object pronoun ទេអញ្ចឹងបានកណាតិចកណាបរិញ្ញាអស់ហើយអត់អីទេក៏ព្រោះភាសាអង់គ្លេសត្រូវចេះ subject pronoun object pronoun possessive adjective reflexive pronoun អូគេថាសព្វនាមចាំងត្រឡប់ស្អីញ៉ៃទៀតណាទៅទៀតចាំទៅមុខទៀតចាំរៀនឥឡូវគប់តន់តែគិតច្រើនពេកហ្នឹងរៀនអត់ចូលដល់តោះអញ្ចឹង check it number 4 complete the conversation you know like conversation
complete ប្រែមិន complete 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 ប្រែមិន បំពេញ អូខេបំពេញអញ្ចឹងបំពេញអីគេកន្លែងនេះគេឲ្យយើងបំពេញប្រកិច្ចសន្ទនាណា complete ដូចថា complete the sentence បំពេញប្រយោគអញ្ចឹងទៅយល់ទេ please complete the sentence everyone អញ្ចឹងអាពាក្យហ្នឹងវា relate គ្នាហ្មងអញ្ចឹងបានភាសាអង់គ្លេសគេឲ្យយើងចេះអាពាក្យណាដែលវាត្រូវបូកចូលគ្នាយកមកនិយាយគឺវាមាននិយាយទៅវា logic និយាយទៅវាមានអាពាក្យហ្នឹងវាល្អអញ្ចឹងម៉ោង 9:10 នាទីសារម៉ោង 8 10 នាទីយើងចាប់ដើមអញ្ចឹងយើងដាក់ធ្វើឲ្យគ្រប់ម៉ោងណាអត់អីទេយើងរៀនណាកុំរៀនគិតម៉ោងតែរៀនគិតម៉ោងអត់សូវចេះមករៀនយូរនេះតោះ complete ប្រែថាបំពេញណាថ្នាក់ពាក្យជាកិរិយាសព្ទបំពេញអ្វីមួយចឹងទៅណាបំពេញអ្វីបំពេញណាចុះពាក្យថា conversation ប្រែមែន conversation សន្ទនា ការសន្ទនាប៉ុន្តែសន្ទនាកន្លែងនេះមានន័យថាថ្នាក់ពាក្យជានាម ស្គាល់នាមណាស្គាល់អ្វីទៅជានាមអ្វីទៅជាកិរិយាសព្ទនេះសេតាមកណាសិនមកណាហ្នឹងហើយអញ្ចឹងប្រែថាម៉េចកិច្ចសន្ទនាយើងអាចថាកិច្ចសន្ទនាក៏បានដែរណាសន្ទនាឬក៏ការសន្ទនាអញ្ចឹងនាមហ្នឹងនិយាយច្រើនហ្នឹងបងចាស់ឬគឺការសន្ទនាសន្ទនាមានន័យថាការតំណែងនិយាយចរចាគ្នាអញ្ចឹងណាបងចាស់ណាពាក្យខ្មែរច្រើនណាគណៈមិនចង់យល់ទេប៉ុន្តែសួរថាលោកគ្រូចុះបើយើងចង់ទៅសេវាទៅជាកិរិយាសព្ទអាពាក្យ conversation ពាក្យនេះ action គុណចាស់ណា nation ឧទាហរណ៍យើងទៅមើលស្ដាប់ dictionary គេមួយកណាទូទៅកណា check ឲ្យមើលឲ្យច្បាស់អញ្ចឹងហ្មងឧទាហរណ៍នេះយើងមើលនៅក្នុងពាក្យនេះមួយឃើញទេយើងរៀនតែប្រមាណពាក្យឯងប៉ុន្តែយើងចេះថ្នាក់ពាក្យអាហ្នឹងឯងដែលខ្លាំងមុនមើលនេះអញ្ចឹងនាមឃើញទេពាក្យនេះ conversation ឃើញ shen កន្លែងនេះទេរៀនរួចអស់ហើយនៅ phonetic របស់វា conversation គេប្រាប់ talk between two នេះគេថាការចរចារវាងមនុស្សម្នាពីរនាក់ឬក៏មនុស្សម្នាច្រើនគេថា most people in which thoughts feelings and ideas are expressed the question are asked and answered news and information is exchanged អញ្ចឹងតែនោះយល់ន័យរបស់គេណាអញ្ចឹងប្រសិនបើយើងចង់ទៅសេវាទៅជាកិរិយាសព្ទ converse នេះកូនចាស់នេះ converse អញ្ចឹងបើយើងថាសន្ទនាអញ្ចឹងយូរទូទៅថ្នាក់ពាក្យជានាមគេប្រើពាក្យការឬក៏កិច្ចខ្មែរយើងវាមានណាអ្នកដែលរៀនខ្មែរច្បាស់ហើយនេះអញ្ចឹងបើយើងចង់ដាក់វាទៅជាកិរិយាសព្ទយើងថាម៉េចនេះទៅជា converse នេះ converse ណាយល់ទេនេះគេថា converse តែបើជានាមនេះឃើញទេជានាមថា conversation តែបើកិរិយាសព្ទទៅជា converse យល់ចាប់បានកន្លែងនេះចាប់បានគណៈបញ្យល់ពាក្យនឹងភ្ជាប់គ្នាណាគ្នាយើងចាប់បាននេះកន្លែងហ្នឹងមួយគុណចាស់ណាមុនណាមួយទេមិនប្រហែលណាតែ converse ប្រែថាម៉េចសន្ទនាមិនបាច់ដាក់ការទេដោយសារតែនាមសំទោសដោយសារតែកិរិយាសព្ទគេអត់ដែលប្រើការទេសន្ទនាឬក៏ចរចាគ្នាចរចាហ្មងចរចាអញ្ចឹងទៅចរចាមានរោដែរមានទេត្រូវចរចាគ្នាវិញមួយអញ្ចឹងនេះយើងមុនមើលអញ្ចឹងកន្លែងនេះគេឲ្យយើងបំពេញទៅលើកិច្ចសន្ទនាគេថា complete the conversation អញ្ចឹងអាសន្ទនាកន្លែងនេះមានអីអត់មានអីដែរឃើញមានអីដែរគ្នាយើងមានលោកគ្រូណាហេតុអីបានមានអីឥឡូវឆ្លើយមើលមកមានអ្នកឆ្លើយគ្នាយើងមានអ្នកឆ្លើយជួយឆ្លើយណាស្ងាត់ដល់ហើយនេះដូចជាមាន10អង្គអ្នកនេះណាដោយសារតែកិច្ចសន្ទនានេះវាច្រើនអត់មានប៉ុន្មាន1មែនណាមែនអត់1 2 3ឃើញអត់តោះឥឡូវយើងស្ដាប់ listening complete the conversation number 1 and number 2 number 3 here តោះ listening together right listening listen the listening together ស្ដាប់ជាមួយ listening នឹងជាមួយគ្នាណានេះយើងណាតោះប្រហើយនឹងតិចណាមួយយើងអត់មានបង្ខំទេរៀនចប់វគ្គនឹងហើយបើករៀនទៀតតទៀតណារៀនហ្មងកុំឲ្យ
ngày muốn dương đo là listening tí mát mình listening mát này dương mình okay. Sorry xong check bơ rất là tràn vị cái nào tràn đều cho lòng đấy về là okay this is it okay let me so, yeah sorry xong check mơ tí sẵn này chứ sẽ listening class về tràn về chứ không là về ở bàn đã ao dương mơ ta Tom, this is... Hello, May. How are you? 1, Good morning. Good morning. What a lovely day. Good morning. 1.6, Thank you. May, how are you? how are I'm Sarah Taylor. Hello, my name's Paul Bartosh. Hello, I'm Sarah Taylor. Nice to meet you. này nhớ cái này ní tị buồn này cái này ní tị buồn trớ đây này dừng à tị buồn tị pram tị bấy hai á tị buồn ok cho tị buồn này listening Nice to meet you too. how are you? Hi, Dinos. And you? I'm okay. Hello, May. How are you? xong xa tị 1.6, 1, What a lovely... cái này ní nơi to nên listening nên Hello, a cup of tea, please. muốn nè này dương cái này ní muốn nè Mình hua hay chờ? Chờ anh đạn mình hô hả hua chờ. chẳng này Đi hua. Đi cho Afternoon. tụi con. ta tao mà Đi chị. Lovely day. Good morning. 1.6, Fine. Thanks. Chờ con kia này. Hello, May. How are you? 1.6, hay gì ở tuần miến này nè Day. Sugar. Đi con Thank you. And you. Hua. Nó rất hua. hô hay mấy nè Yeah, hua. hô hay over và đấy nè Yeah, you anh number 1. ok Rụp. hay chị ai nè từng off với miền nè chọn này nó relate này đằng này giống ok bài nè bài gì mà sai dân khô đó để là over đấy nè để sao là trụ bài này Bye. See you later, more. 2, 1, Very well, thank you. how are Tiết you? tiết. Hi, Dinos. How are you? Okay, thanks. How are you? Fine. ok đi Morning. Love. Hai này. ok Good afternoon. Nó đi khơi đặt tới chân mà tầm po thăm mày. từ bộ Những bạn ở đấy dương đây chăm cái này dương chăm cái các bạn nữa nè tỏ ở đấy sai chăm được ru cái này ở đấy dương sau cho một cái này tích tất tỏ còn ở dương khát cái này dưỡng còn ở khát này đấy dương to mày đi để bạn ấy lại đi xong lực mình tì thì đấy ở đây dương mơ được không này nè cái này dương đạp listening mùi máu hay chăm hàng cầu nếu chăm sai chăm chăm là này của cái này mình phải bài thì dương đạp sru đấy dương chạy ở hai cái này dương ảnh pin luôn dưới các bạn đấy cái này dương pin mà đấy này dương pin pro bạn này ta ta làm pin pin cả đấy này dương pin cả đấy Ban chairman. ok thao đi sẵn mở Hello, my name Yusha. What's your name? ok cái này dương đạm vọt đó cái này dương nằm bài listening về class cô pưng listening về nhá cái này dương đạm vọt chân niệm miền dập hơi đạm mà nè tòm đạm để cái thảo đi My name is Ben. ok chân lại đi máy đạm mai nè my name is Ben giờ lấy chân nè nè tỏ number 2 dummy number 2 She this is this is nha. ok cái này đi đạm this is nè dương mơ ô thò khang trao nè cái này dương riêngประมาณ ngày một miền this nè pra this mà nè giờ lấy
ចឹងកន្លែងដាក់ this អូខេចឹងកន្លែងអ្នកដែលមានសភៅដាក់កន្លែងនេះដាក់ this is អីគេនេះឈ្មោះគេនេះភាសាយើងអត់បាន listening តែយើងពេញមកទៀតមកហើយទៀតដល់ C this is Han B hello Han hello she nice to meet you okay good so nice to meet you so you put about nice to meet you right nice you know like the word nice N I C E right hello she nice to meet you តោះ number 3 and គុណចាស់ភឿនផេនតោះ number 3ណាមុនកន្លែងនេះតិចមកដាក់ឲ្យដាក់មកប្រើមើលស្លាយអត់កើតមើលស្លាយមើលអត់អូខេអញ្ចឹងមាននេះទៀតនេះតល់ពុទ្ធសាសនេះតល់តោះប្រហើយនឹងអាម៉េចសារ៉ាន់វិញបោសារ៉ាន់តោះឥឡូវលើសម៉ោងទៀតយើងទៀតចាណាដាក់កន្លែងនេះកន្លែងអីនេះណា Hi Sophia Hi Sophia how are you ចឹងកន្លែងនេះដាក់ how are you ណាគ្នាយើងអ្នកមានសភៅគុណសិស្សជាមុនមើលណាឲ្យតន់សរសេរចូលណាកណាចន្លោះដែលគេដាក់ឲ្យយើងនេះគេហៅថា complete the sentence sorry complete the conversation អន្តរទៀតកន្លែងនេះដាក់មិនតើអានបន្តទៅមកថាម៉េចYes sir នេះ B មកតទៅមក letter B ហ្នឹងអានមកអាន letter B ហ្នឹងមកឲ្យអស់មក until letter A តោះចង់ភ្លេចពាក្យfind send many send Emmy Amir and you អីទេដាក់កន្លែងនេះដាក់អីកន្លែងនេះ very នេះយើង were ណែ were នេះ very well មិនចឹង very well good yes ចឹងអានេះយើងបញ្ចប់ហើយហ្នឹងយកប៉ុណ្ណឹងចុះកុំឲ្យយើងវាងុយសឹងចឹងសរុបមកវិញស្អែកយើង continue ទាំងអស់នេះស្អែកស្ដាប់ listening ហើយចឹងស្អែកណាចឹងប៉ុណ្ណឹងហើយអរគុណណាស់បានចូលរៀនហើយលើសម៉ោងសូមកម្មាទោសសូមអធិស្ឋានលើ3នាទីចឹង okay everyone so I would like to thank and especially and our class and have a good day see you tomorrow good luck and good dream right yeah